បងប្អូនមិនធម្មតាទេបងប្អូនករណីគឺជាករណីបុករះបាទដោយរថយន្តប្រភេទតាកុមារមួយគ្រឿងហ្នឹងបានធ្វើការបើកដើម្បីឲ្យធុងសម្រាមនៅក្រោមឡានគាត់ហ្នឹងទៀតចេញប៉ុន្តែអត់ទៀតចេញទៅក៏ធ្វើការមកបុកជាមួយនឹងគូតឡានសាំយ៉ុងដែលកំពុងតែធ្វើការដាក់នៅបន្លែហើយបានដាច់ទ្វារនេះឲ្យឡានឡើងហោះឡើងលើទ្រុងកន្លែងចែកអញ្ចឹងផ្លូវណាបងប្អូនមូលហេតុដែលឡានតាកុមារបានធ្វើការបើកលឿនមកបុកគូតឡានសាំយ៉ុងដោយសារតែគាត់ជាយាមបើកធ្វើមិនឲ្យរបូតអាធុងសម្រាមនេះតែអារបូតទៅបានជារបូតចកោទៅបុកអត់ដេញដែរឡានសាំយ៉ុងគេដែលកំពុងតែទម្លាក់បន្លែឲ្យមកបងប្អូនដល់ក៏មកបងប្អូនឲ្យមើលឥឡូវឃើញថាឡានត្រូវបានរងការខូចខាតមកកំណត់ខាងមុខហើយអ្នកដែលបើកបរនោះគឺបើកបរដោយជនជាតិចិនហើយឃើញថាបន្លែបានរងការខូចខាតអស់មួយចំនួនរីឯឡានសាំយ៉ុងនោះបណ្ដាលឲ្យរបូតទ្វារឲ្យបុកភ្លាមទៅប៉ាំងទៅដល់មុខនោះលោកអើដបងឡើយមិនដែរលោកអើទៅរឿងអង្គហេតុនេះខ្ញុំបើនិយាយឲ្យចំខ្ញុំលឺសូឡានហ្នឹងមកពីនោះមកលឺសូអូសម្រាប់លឺគ្រូឃើញហើយលឺសូបើទៅជាយាមធ្វើម៉េចឲ្យលឿនឲ្យបាទក្រោមឡានគាត់ហ្នឹងចេញបាទហើយចឹងតាមមើលប៉ុន្តែដល់ពេលធំសម្រាប់មិនចេញក៏មកចេញមកទៅពុកម៉ូតូមុនម៉ូតូមុនមិនរត់ឡានបាទតបឡាននេះហេ20-30 ម៉ែត្រហ្នឹងហើយកុំម្ចាស់រត់ទៅចាប់ទៅយកឡានទៅនេះគាត់ជន់រឿងមកបាទភ័យដែរញ័រផងបាទអូយំមិនទាន់បាត់ទេបុកទៅប៉ាងឡានបាយទៅត្មងបាទបងខ្ញុំមកឈប់អីនៅคืนបតូនមកคืนទេប៉ាំងតែពេលនេះទៅខ្ញុំចុះវាទៅដល់ទៅគូឡាននោះដាក់ឲ្យវ៉ាន់កេស្ណោអត់ពេលមួយតាមម៉ូតូមកហ្នឹងតែចង់លើឡានទៅមកដាក់តាមលើកេស្ណោលេឡានមកពីនោះខ្ញុំវ៉ាវមកឲ្យគូឡានទៅរត់តែជើងឆ្លើយតែទូឡាំងហោះឡានขึ้นដល់ឡានដល់នេះខ្ញុំនិយាយមកដាក់នេះទៅអូឡានមកផ្លោដល់នេះខ្ញុំគាត់បើកក្នុងលប៊ុនលឿនមែនតើបងអូលេងអស់លេងគាត់អាចទាំងសុបងទេបងមើលស្ថានភាពទៅក្នុងឡាននោះបងអូប៉ុន្តែបងប្អូនយើងអត់មានអ្នកណារងរបួសអីទេបងណោះអត់ទេគាត់ថានៅរាំងភ័យតិចបងណោះបាទអីទេបងសមត្ថកិច្ចក៏បានចាប់បានហើយអញ្ចឹងអាចបងអាចឲ្យគាត់សងតាមអ្វីដែលបងចង់បានចោះតើគួរជួបជុលរបៀបម៉េចតើសងសំណងនៃការខូចខាតបន្លែដល់របៀបណាបងណាបាទអរគុណមនុស្សអត់អីណាអត់អីបងអត់អីទេគាត់ថាខូចខាតនៅបន្លែតិចទូបាទចាបងប្អូនឡានសាំយ៉ុងដែលបានដាក់បន្លែត្រូវបានឡានតាកុមារបោកនឹងឃើញថាបានទៀតរំកិលដល់នេះបើបុកមកញោចឡើងដល់នេះហើយគាត់ទៅធ្វើការបើកចុះមកដល់កន្លែងនេះទេហើយឃើញថាបន្លែបានរងការខូចខាតអស់ប្រហែលកែដែរហើយនឹងដាច់ទ្វារខាងចំហៀងខាងស្ដាំបងប្អូនហើយឡានគាត់ដឹកបន្លែឈើអីផ្សេងមកទម្លាក់ឲ្យម៉ួយប៉ុន្តែជាអកុសលត្រូវបានឡានប្រភេទតាកុមារបើកបោដោយជនជាតិចិនធ្វើការបើកមកបុកបណ្ដាលឲ្យខូចខាតនៅបន្លែផ្លែឈើហើយនឹងរថយន្តគឺឃើញថាខូចមកកន្លែងទៅនេះហើយដាច់ទ្វារបាត់ទ្វារនៅនោះបុកមកទំហឹងដូចចឹងបងប្អូនមិនធម្មតាណាឡាននោះគាត់បើកក្នុងគោលបំណងមួយគឺធ្វើម៉េចឲ្យអាធុងសម្រាមក្រោមឡានគាត់ឡានតាកុមារណាឲ្យខ្ទាតចេញប៉ុន្តែវាមិនខ្ទាតចេញជាយាមបើកលឿនប៉ុណ្ណាក៏ដោយហោះក្លុកប៉ុណ្ណាក៏ដោយនៅតែអត់ខ្ទាតចេញប៉ុន្តែបែរជាមកខ្ទាតចូលមកបុកឡានគេនេះមិនដឹងទៅវាមានការសំណាងឲ្យមានការរងរបួសដល់អ្នកដទៃវារងតែការខូចខាតឡានហើយនឹងអរិញបន្លែខំអីហ្នឹងចាប់បាត់អាសន្នបាត់ហើយបងប្អូនជាទីមេត្រីខ្ញុំសូមសរុបជារួមមកវិញជុំវិញនឹងព័ត៌មាននេះមានន័យថារថយន្តប្រភេទតាកុមារមួយគ្រឿងបើកដោយជនជាតិចិនបានធ្វើការបើកនៅក្នុងលបឿនលឿនខ្លាំងមែនទែនមកធ្វើការបុកគូរថយន្តសាំយ៉ុងដែលកំពុងតែឈប់ទម្លាក់បន្លែឲ្យម៉ួយហើយទម្លាក់សក់នោះលុយស្រាប់តែបើកមកបុកពេញមកទំហឹងទៅហ្មងធ្វើឲ្យតកង់ឡានហើយនឹងអ្នកដែលជួយលើកបន្លែមានការភ័យស្លន់ស្លោរត់ចេញពីឡានអស់ហើយឡានមិននេះណាបងប្អូនបុកទៅកន្លែងទៅនោះលើកទៀតមកដល់កន្លែងទៅនេះទើបគាត់អាយ៉ាយដល់កន្លែងនេះទេហើយលពោទ្វារពីចំហៀងផ្នែកខាងស្ដាំរបស់ឡានសាំយ៉ុងហើយខូចខាតបន្លែអស់ប្រហែលគេនៅគូខាងក្រោយហើយមានការខូចខាតរថយន្តអស់មួយចំនួនបច្ចុប្បន្ននេះឃើញថាអ្នកដែលបានបើករថយន្តប្រភេទតាកុមារដែលជាជនជាតិចិនត្រូវបានសមត្ថកិច្ចស្កាត់ចំចៅទី3លោកធ្វើការឃាត់ខ្លួនបានហើយកំពុងតែធ្វើការស៊ូនាំនៅនឹងប៉ុស្តិ៍តើរឿងរ៉ាវអង្គហែនរបៀបម៉េចបានបើកឡាននៅក្នុងស្ថានភាពស្វឹងប៉ុន្តែបើតាមអ្វីដែលប្រជាពលរដ្ឋនៅចិត្តទីតាំងនេះក៏បានប្រាប់មកគាត់ថារថយន្តតាកុមារនេះបានបើកជាយាមលឿនឲ្យទៅវិញរបូតធុងសម្រាមដែលជាប់នៅក្រោមឡានគាត់នោះប៉ុន្តែអត់របូតក៏បានរេចកូនមកបុកឡានសាំយ៉ុងដែលកំពុងតែទម្លាក់បន្លែឲ្យម៉ូនេះទៅបងប្អូនជាទីមេត្រីជុំវិញព័ត៌មាននេះសម្បត្តិមានសារៈមាត់រកខាងសម្លេងត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនដល់បងប្អូនហើយបានដឹងនឹងជ្រាបពីព័ត៌មានតែប៉ុណ្ណេះសម្បត្តិមានសារៈក៏សូមអរគុណនិងសូមគោរពលា